ពីដំបូងអញ្ចឹងគឺខ្ញុំ fan បងប្រុសចាំវឌ្ឍនាការខ្ញុំចង់ខ្លាចដូចខ្លាចថាខ្ញុំចង់ធ្វើដូចគាត់ធ្វើឲ្យបានដូចគាត់គឺគាត់លេងនៅជំរឿជាតិខ្ញុំចង់ល្អដូចគាត់អញ្ចឹងគឺខ្ញុំចង់ទៅលេងនៅជំរឿជាតិរបស់យើងតែម្ដងហើយខ្ញុំចង់ធ្វើវាឲ្យល្អឲ្យមនុស្សគ្រប់គ្នាទទួលស្គាល់ថាខ្ញុំគឺជាកីឡាករជំរឿជាតិកម្ពុជាមួយរូបដែលល្អដែលនៅគ្រប់គ្នាទទួលស្គាល់ចុះបើប៉ាខ្ញុំវិញគាត់គ្រប់គ្រងខ្ញុំលេងបាល់ក៏ប៉ុន្តែគាត់អត់ support ខ្ញុំទេបើយល់អត់គាត់គ្រប់គ្រងយើងលេងក៏ប៉ុន្តែគាត់អត់ដែលមានពាក្យលើកទឹកចិត្តអត់មានទាំងអស់ក៏ប៉ុន្តែប៉ុណ្ណឹងក៏វាជាអត់ជាឧបសគ្គរបស់ខ្ញុំធំទេគឺយើងខ្លួនឯងទេយើងត្រូវប្រឹងខ្លួនឯងយើងត្រូវធ្វើវាខ្លួនឯងទោះបីជាគ្រួសារអ្នកដទៃមិត្តភ័ក្តិបងប្អូនអត់គ្រប់គ្រងយើងក៏ប៉ុន្តែយើងខ្លួនឯងយើងត្រូវធ្វើវាបានយើងស្រឡាញ់វាយើងត្រូវធ្វើវាឲ្យល្អយើងកុំគិតពីសម្ដីអ្នកដទៃទាំងអស់មកអីគាត់លេងគាត់ថាឲ្យលេងទៅប៉ុន្តែឲ្យលេងចិនសំចេះមើលថែខ្លួនឯងអត់មានការ support អត់មានអ្នកជ្រុំជ្រែងពីក្រោយពេលអញ្ចឹងទៅវាពិបាកវាអត់សូវមានកម្លាំងចិត្តអត់សូវមានការខំប្រឹងហ្មងជាសួរអ្នកទាំងអស់គ្នាខ្ញុំបាទឈ្មោះវណ្ណៈរ៉ូមេអូហើយខ្ញុំឆ្នាំនេះដែរមានអាយុ16ឆ្នាំហើយសប្តាហ៍ថ្ងៃខ្ញុំវឹកហាត់នៅសាលាដំណងទិសខេត្តបាត់ដំបងជម្រាបសួរបងប្អូនខ្ញុំមកឈ្មោះឈឿនរាឆេងមកខ្ញុំមកពីយុវជនថ្នាលសាលាដំណងទិសខេត្តបាត់ដំបងខ្ញុំលេងជាអ្នកចាំទីពីដំបូងឡើយខ្ញុំអត់ដែលគិតថាចង់លេងបាល់ទាត់ទេប៉ុន្តែថ្ងៃមួយប៉ាខ្ញុំគាត់បានជួយខ្ញុំទៅមើលបងពូដែលគាត់លេងបាល់ទាត់ពេលយប់ឬក៏ពេលថ្ងៃតាមតារាងអញ្ចឹងគឺខ្ញុំទៅមើលហើយពេលហ្នឹងក៏ខ្ញុំអត់តង់គិតដែរនៅក្នុងអាយុ16ឆ្នាំហ្នឹងខ្ញុំទៅមើលបែបធម្មតាមើលបែបកំសាន្តតែចាប់ផ្ដើមខ្ញុំមើលបានជាមួយឆ្នាំទៅ2ឆ្នាំខ្ញុំមានអារម្មណ៍ថាខ្ញុំចូលចិត្តវាខ្ញុំចង់លេងវាអញ្ចឹងនៅពេលអាយុ10ឆ្នាំប៉ាខ្ញុំបានយកខ្ញុំទៅវឹកហាត់នៅក្នុងក្រុមមួយអញ្ចឹងទៅក៏សុំគេឲ្យខ្ញុំហាត់ខ្ញុំអីអញ្ចឹងទៅខ្ញុំក៏បានហាត់បានអីដែរហាត់បានប្រហែលថ្ងៃគ្រូក៏ដាក់ឲ្យលេងពៀនតែហើយកាលហ្នឹងយើងអត់ចេះលេងទេតែធ្វើម៉េចយើងស្រឡាញ់យើងគ្រូដាក់ចូលលេងចេះតែតាមហ្នឹងគេពេលទៅគឺវាថាប្រវត្តិជួយចាត់តែនៅក្នុងក្រុមហ្នឹងគឺមានស៊ីអត់ស៊ីមួយគ្នាខ្ញុំមិត្តភក្តិរួមក្រុមខ្ញុំគឺខ្ញុំអត់សូវស្និទ្ធទេប៉ុន្តែខ្ញុំបានស្គាល់គ្នាមួយឆេងហើយឈុនខ្ញុំបានស្គាល់គ្នា3នាក់ហ្នឹងគឺខ្ញុំស្និទ្ធគ្នាមែនទែនតែយើងមិនមែននៅក្នុងក្រុមជាមួយគ្នាភ្លាមទេដោយសារតែកាលហ្នឹងគាត់នៅក្រុមផ្សេងខ្ញុំនៅក្រុមផ្សេងគឺយើងស្គាល់គ្នាហើយពួកខ្ញុំគឺថាស្ដាច់លេងបាល់លេងតាំងពីម៉ោង2ម៉ោង3ថ្ងៃរហូតដល់ម៉ោង9 10យប់លេងអត់បាយអត់ទឹកទេមួយប៉ាខ្ញុំអីហ្នឹងគឺសុបាយខ្លាំងមែនទែនអញ្ចឹងគឺថាបាល់ទាត់ទី1វាជួយដល់សុខភាពយើងជួយឲ្យយើងអត់គិតអីច្រើនហើយជួយឲ្យយើងជៀសវាងពីគ្រឿងញៀនពីអីច្រើនអញ្ចឹងគឺខ្ញុំមានអារម្មណ៍ថាខ្ញុំស្រឡាញ់វាហើយខ្ញុំចង់ឃើញខ្លួនឯងបន្តទៅមុខទៀតទៅរកក្តីសម័យនិងភាពជោគជ័យរបស់ខ្ញុំចំណែកខ្ញុំវិញអត់ខុសអីពីមីអូទេដោយសារតែខ្ញុំធ្លាប់លេងមួយគាត់តាំងពីតូចមកដោយសារតែតារាងបាញ់ដែលខ្ញុំធ្លាប់លេងបាល់ដំបងហ្នឹងខ្ញុំលេងទូរស័ព្ទពេកខ្ញុំលេងទូរស័ព្ទពេកខ្ញុំវក់ទូរស័ព្ទពេកទៅបងខ្ញុំគាត់អ្នកលេងបាល់ងាយឡើងបាច់ញើសពេលអញ្ចឹងទៅតារាងគាត់នៅចិត្តផ្ទះខ្ញុំនៅបរិយថ្នោតជួរផ្ទះខ្ញុំនៅម្ដុំហ្នឹងពេលទៅគាត់នាំខ្ញុំទៅលេងបាល់គាត់ថាគាត់ស្ដីខ្ញុំថាឯងមើលទូរស័ព្ទរងងាយហ្នឹងអត់មើលអត់គាត់ទៅលេងបាល់មើលពលឺថ្ងៃមើលអីភ្នែកឡើងស្លក់ហើយទៅខ្ញុំក៏ទៅតាមគាត់ទៅគាត់ក៏នាំខ្ញុំចូលក្រុមមួយក្រុមហ្នឹងឈ្មោះ Amazing Boy ពេលហើយខ្ញុំលេងបានខ្ញុំហាត់ទៅអត់ទៅពេលលវក់ដេចកូនក្មេងអាយុប្រហែលប្រហែលជាខ្ញុំរៀនទី6ខ្ញុំភ្លេចអាយុប៉ុន្តែកាលហ្នឹងរៀនទី6ពេលហ្នឹងហាត់ឃើញគេហាត់ក៏ហាត់តាមគេធ្វើគេឲ្យធ្វើអីធ្វើទាំងពេលហាត់យូរទៅក៏ឃើញមីអូហើយតមកមានមិត្តភក្តិខ្ញុំមួយឈ្មោះជាឈុនកាប់តែននៅសាលាបាល់ទាត់ត្រង់ទិសពេលហើយក៏ខ្ញុំបួគាត់ទៅលេងគាត់ដំបងគាត់អត់ដឹងថាបាល់នឹងអីដែរហ្នឹងខ្ញុំក៏បួគាត់ទៅលេងទៅគាត់ដំបងបួគាត់ដំបងគាត់ភ័យគាត់ហ៊ានចូលដល់ពេលចាំរយៈពេល1អាទិត្យបានគាត់
បានគាត់ហ៊ានទៅចូលលេងក៏បានចាប់ផ្ដើមលេងមួយគ្នាហាត់មួយគ្នាយូរទៅក៏អឺលោកគ្រូក្រុមមីអូគាត់បានក៏ហៅខ្ញុំពីអ្នកជីឈុនហ្នឹងទៅលេងពៀនអាចភ្នំពៀនវិទ្យាល័យអាចភ្នំតមកក៏លេងបានមកប្រកួតយើងឈ្នះគេឈ្នះមែនតិចណា ឈ្នះច្រើនណាស់ពេលហ្នឹង ឈ្នះគេថាពេលហើយខ្ញុំកាលហ្នឹងដំបងខ្ញុំដំបូងលេងការពារតែដល់ពេលលេងការពារ level លវក់ពេកទៅខ្ញុំលេង friendly ឃើញខ្ញុំគេឃើញខ្ញុំចេះចាំ goal ចេះចាំអីក៏គេឲ្យខ្ញុំចាំ goal ដល់ពេលចាំរហូតទៅក៏បានអភិវឌ្ឍខ្លួនបានចូលសាលាតម្រង់ទិសខេត្តបាត់ដំបងហ្នឹងបានកាន់តែអភិវឌ្ឍខ្លួនឯងទៅរហូតឥឡូវអភិវឌ្ឍខ្លួនឯងឡើងខូចជើងលេងកើតទៅសម្រាប់ពីបាល់តតមករយៈធំដែរឥឡូវនៅអត់បានហាត់ហងដោយសារតែលោកគ្រូគាត់ឲ្យខ្ញុំសម្រាប់ក្រោយខ្ញុំសម្រាប់ព្យាបាលជើងសិនតែជើងខ្ញុំនឹងអត់បានទៅពេទ្យតែជើងខ្ញុំមានបញ្ហា LCL ទៅគ្រូគាត់ឲ្យគាត់ហ៊ានឲ្យហាត់ទេតែខ្ញុំចង់ហាត់ខ្ញុំហាត់ទៅគាត់ថាឲ្យទៅគាត់ឲ្យខ្ញុំសម្រាប់ព្យាបាលឲ្យជាឲ្យចាំមកហាត់ខ្ញុំខានប្រកួតពៀនសហព័ន្ធឡើងច្រើនតាំងខ្ញុំប្រកួតបានតែជើងទី1បានតែប៉ះ EDP បានប្រកួតបានលេងបាន3ប្រកួតខ្ញុំក៏មានបញ្ហាក៏គ្រូឲ្យឈប់លេងវាយូរហើយជើងខ្ញុំពេលហ្នឹងខ្ញុំលេង friendly មួយក្រុមបាច់ញើសទៅក៏ខ្ញុំតតទៅមានបញ្ហាហ្នឹងដល់ពេលហើយខ្ញុំសម្រាប់លេងយូរទៅវាអាចលេងបាល់វិញដល់ពេលលេងយូរទៅឥឡូវវារើឡើងវិញបាល់តតហើយនឹងការសិក្សាយើងបានបែងចែកគ្នាច្បាស់ពេលព្រឹកនិងពេលថ្ងៃពួកខ្ញុំរៀនធម្មតាហើយពេលម៉ោង5ពួកយើងចេញទៅផ្ទះយើងទៅហាត់បាល់នៅសាលាតម្រង់ទិសធម្មតាហើយទីលានវឹកហាត់យើងគឺនៅសាលាវិទ្យាល័យណេតយ៉ងគឺយើងហាត់ល្ងាចឡើងខ្ទង់ម៉ោង5ចាប់ពី4កន្លះម៉ោង5ដល់ម៉ោង6ទៅ6កន្លះហើយថ្ងៃហាត់គឺយើងហាត់ពីថ្ងៃពុធដល់ថ្ងៃសៅរ៍បាទហាត់ថ្ងៃពុធដល់ថ្ងៃសៅរ៍គឺយើងហាត់រយៈពេល1ម៉ោងទៅ1ម៉ោងកន្លះចំណែកពីការសិក្សាយើងរៀនម៉ោង7ដល់ម៉ោង11ហើយថ្ងៃម៉ោង2ដល់ម៉ោង4តែការហាត់យើងចូលហាត់ម៉ោង5ចេញម៉ោង6កន្លះអត់សូវទៀងម៉ោងចេញអត់សូវទៀងដោយសារតាមអាកាសធាតុតាមលំហាត់ឬក៏តាមថ្ងៃចិត្តប្រកួតអីសម្រាប់ឧបសគ្គរបស់ខ្ញុំធំបំផុតគឺការប្រជែងគ្នាការប្រជែងយកកៅអីដែលល្អការប្រជែងយកកីឡាករដែលល្អដែលបានចូលលេងជម្រើស11គឺពីក្មេងមកខ្ញុំលេងបាល់ទាត់ដែរប៉ុន្តែគ្រូក៏អត់ដែលឃើញពីសមត្ថភាពរបស់ខ្ញុំគាត់អត់ទុកចិត្តខ្ញុំគាត់អត់ដែលដាក់ឲ្យខ្ញុំលេងចរិត11ទេគឺតែតែឲ្យខ្ញុំលេងចុងម៉ោងរហូតក៏ប៉ុន្តែខ្ញុំគិតខ្លួនឯងថាខ្ញុំចង់ឃើញខ្លួនឯងល្អចង់ឃើញខ្លួនឯងជោគជ័យខ្ញុំក៏ខំប្រឹងប្រែងវឹកហាត់បន្តរហូតបន្តមកខ្ញុំក៏បានចេញពីក្លឹបដំបូងខ្ញុំទៅក្លឹបត្រីខ្មៅបាទចេញពីក្លឹបដំបូងខ្ញុំទៅក្លឹបត្រីខ្មៅហ្នឹងគឺខ្ញុំចាប់ផ្ដើមអភិវឌ្ឍខ្លួនឯងម្ដងបន្តិចរហូតដល់ខ្ញុំបានជំរើសមួយដែលល្អជាបើថាបានលេងថា11នាក់ចុះគឺខ្ញុំបានធ្វើវាហើយក៏មួយរយៈក្រោយមកគឺខ្ញុំបានផ្លាស់ប្ដូរក្លឹបខ្ញុំបានចេញពីត្រីខ្មៅទៅសាលាតម្រង់ទិសខេត្តបាត់ដំបងហើយក៏ខ្ញុំប្រឹងប្រែងវឹកហាត់បន្តទៀតរហូតដល់ខ្ញុំបានទទួលនៅ11នាក់ដំបូងគឺខ្ញុំទទួលបានវាតាំងពីខ្ញុំចូលទៅសាលាតម្រង់ទិសដំបូងម៉េះគឺយើងវាអត់មានអីថានេះទៅដោយសារតែយើងប្រឹងប្រែងវឹកហាត់យើងខំប្រឹងខ្លួនឯងល្អទៅគ្រូនឹងមើលឃើញហើយមកវឹកហាត់ឲ្យទៀងពេលគឺប៉ុណ្ណឹងបានគឺគ្រូគាត់មើលឃើញយើងថាការតស៊ូឆន្ទៈរបស់យើងចង់ខ្លាចជាកីឡាករអាជីពយើងចង់ទៅក្លឹបគឺគាត់មើលឃើញដោយសារតែយើងប្រឹងប្រែងវឹកហាត់ខ្លួនឯងអញ្ចឹងកីឡាមួយនេះវាបានផ្ដល់នៅបទពិសោធន៍ជាច្រើនសម្រាប់ខ្ញុំគឺវាច្រើន
đã anh plek ban đấy tăng pi từ bồn máu bà ở con ចំពោះខ្ញុំឧបសគ្គគឺមានរឿងច្រើនដែរដំបូងខ្ញុំចូលដំបល់យើងចូលដំបូងយើងអត់មានបទពិសោធន៍អត់មានអីទាំងអស់យើងចូលមកទាំងដលងមូលយើងក៏ហាត់ទៅដល់ពេលហើយក៏មានពៀនមួយលេងដល់ពេលយើងដាក់ឯកសារដាក់ឯកអីហើយជាមួយលោកគ្រូហើយគាត់បែរជាអត់ឲ្យយើងលេងវិញដោយសារតែឃើញយើងនៅទូចហើយអត់មានបទពិសោធន៍ហើយអត់មានសមត្ថភាពលេងបែបថាលេងកាលហ្នឹងលេងដូចសบายអត់សូវខ្វល់អត់ចង់មានអត់មានឆន្ទៈអត់មានអីអត់មានគោលដៅច្បាស់លាស់លេងបងគ្រាន់តែឲ្យលេងចេះតែលេងតាមបងដើម្បីកុំឲ្យបងឃើញខ្ញុំនឹងលេងទូរស័ព្ទពេកដល់ពេលលេងយូរទៅក៏អភិវឌ្ឍខ្លួនតិចហើយឧបសគ្គមួយទៀតគឺការប្រជែងឧបសគ្គមួយទៀតគឺការប្រជែងយក11នាក់ឬការប្រជែងជាមួយអ្នកដែលធំជាងយើងអ្នកដែលខ្លាំងជាងយើងអ្នកដែលមានបទពិសោធន៍ច្រើនជាងយើងហើយយើងត្រូវពេលខ្លះយើងត្រូវលួចចំណេះយើងត្រូវលួចសមត្ថភាពណាយើងត្រូវក្រេបលួចការលេងរបស់គាត់យើងមើលការលេងរបស់គាត់យើងអាចយកមកអនុវត្តខ្លួនឯងបានហើយឧបសគ្គមួយទៀតនោះគឺពីឧបសគ្គមួយទៀតនោះគឺការគ្រប់គ្រងពីគ្រួសារដោយសារតែខ្ញុំលេងតាមតែបងអញ្ចឹងអត់មានតែបងមួយខ្ញុំគាត់ជំរុញឲ្យខ្ញុំលេងតែគាត់អត់បានគាត់បានតែជំរុញឲ្យខ្ញុំលេងទេតែក៏បានទិញនោះឲ្យខ្ញុំលេងការលេងអីខ្ញុំទិញខ្លួនឯងសំខ្លួនឯងមកអីគាត់លេងគាត់ថាឲ្យលេងទៅប៉ុន្តែឲ្យលេងចេះសំចេះមើលថែខ្លួនឯងអត់មានការ support អត់មានអ្នកជ្រុំជ្រែងពីក្រោយពេលអញ្ចឹងទៅវាពិបាកវាអត់សូវមានកម្លាំងចិត្តអត់សូវមានការខំប្រឹងហ្មងបើសម្រាប់ម៉ាក់ខ្ញុំគឺគាត់អត់សូវ support ខ្ញុំហ្មងទេដោយសារតែគាត់មើលបើតទៅគាត់ឃើញរបៀបថាពេលខ្លះបាក់ដៃបាក់ជើងបាក់អីចឹងទៅគាត់ចេះតែគិតទៅគាត់ខ្លាចកូនចេះកូនចុះបើប៉ាខ្ញុំវិញគាត់គ្រប់គ្រងខ្ញុំលេងបាល់ក៏ប៉ុន្តែគាត់អត់ support ខ្ញុំទេបើយល់គាត់គ្រប់គ្រងយើងលេងក៏ប៉ុន្តែគាត់អត់ដែលមានពាក្យលើកទឹកចិត្តអត់មានទាំងអស់ក៏ប៉ុន្តែប៉ុណ្ណឹងក៏វាជាអត់ជាឧបសគ្គរបស់ខ្ញុំធំទេគឺយើងខ្លួនឯងយើងត្រូវប្រឹងខ្លួនឯងយើងត្រូវធ្វើវាខ្លួនឯងទោះបីជាគ្រួសារអ្នកដទៃមិត្តភ័ក្តិបងប្អូនអត់គ្រប់គ្រងយើងក៏ប៉ុន្តែយើងខ្លួនឯងយើងត្រូវធ្វើវាបានយើងស្រឡាញ់វាយើងត្រូវធ្វើវាឲ្យល្អយើងកុំគិតពីសម្ដីអ្នកដទៃទាំងអស់សម្រាប់យុវជនក្នុងខេត្តយើងទាំងអស់គ្នាគឺការខ្វះខាតរបស់គាត់ភាគច្រើនគឺតាមខ្ញុំដឹងមកគឺភាគច្រើនខ្វះខាតជីវភាពខ្វះខាតសម្ភារៈលេងអ្នកខ្លះក៏ស្រឡាញ់បាល់ទាត់ក៏ចង់លេងដែរប៉ុន្តែដោយសារតាកត្តាគ្រួសារយើងអត់សូវរកបានអញ្ចឹងទៅក៏គាត់អត់បានលេងគាត់អីចឹងដូចថាបាល់ទាត់ជាក្តីសម័យរបស់គាត់ប៉ុន្តែដោយសារតែកត្តាគ្រួសារយើងអត់សូវមានបានអត់សូវអីចឹងគឺគាត់ត្រូវតែបោះបង់វាចោលទៅធ្វើការរកលុយរកអីចឹងដូចមានគ្នាខ្ញុំប្រហែលអ្នកដែរដែលគាត់ខ្វះខាតគាត់មកហាត់បាល់គាត់អត់មានប៊ីជើងទេប៊ីជើងគាត់លហើយខ្ទេចខ្ទីយកហើយមិនថាតែគាត់ទេសម្បត្តិតែខ្ញុំក៏ដោយវាអត់មានលុយដូរប៊ីជើងខ្ញុំខ្ទេចខ្ទីខ្ទឹមហើយភាគច្រើនក្លឹបខ្លះគឺមិនថាក្លឹបទេថាក្រុមខ្លះគឺគាត់ខ្វះខាតសម្ភារៈបកហាត់បើក្រុមខ្លះទេគាត់ខ្វះខាតកីឡាករដូចអីចឹងដូចយុវជនដែលគាត់តាមស្រុកតាមអីចឹងគឺភាគច្រើនអត់សូវមានកីឡាករចូលរួមលេងបាល់ទាត់ទេក្រុមគាត់ខ្លះចឹងថាមានកីឡាករមកចូលរួមតិចឬក៏អីចឹងក៏ស្លាកកីឡាករសាលាបាល់ទាត់ត្រង់ទិសមានកីឡាករអ្នកនៅឆ្ងាយច្រើនមានអ្នកខ្លះមកពីឯកភ្នំមានអ្នកខ្លះមកពីជ្រៃដៅអ្នកខ្លះមកពីស្ដៅដូចខ្ញុំឯងអត់សូវឆ្ងាយខ្ញុំនៅត្រឹមលង្វិលតែមានអ្នកខ្លះទៀតខ្ញុំអត់សូវដឹងគាត់នៅឆ្ងាយនៅអីអ្នកខ្លះគាត់ដូចនៅបាណន់អីគាត់មកហាត់តែពី3ថ្ងៃអីគាត់ទៅវិញដោយសារតែបាក់ជិះម៉ូតូបាក់អីហើយមានកីឡាករយើងកីឡាករសាលាបាល់ទាត់ត្រង់ទិសមានម្នាក់ពីរនាក់ដែរដែលគាត់ស៊ូដោយសារតែគាត់
មានឆន្ទៈរៀងខ្ពស់ដែរគាត់មកពីស្ដៅគាត់ជិះម៉ូតូទៅវិញទៅមកទៅហាត់ទៅអីហើយមានអ្នកខ្លះមកពីឯកភ្នំអីចឹងទៅគាត់តែគាត់អាចមកបានតែអ្នកខ្លះទៀតគាត់ខ្វះជីវភាពគាត់ខ្វះលុយចាក់សាំងគាត់ខ្វះអីចឹងទៅយើងអត់សូវដឹងគាត់អត់អាចមកបានក៏ខ្ញុំគាត់ថាធនធានកីឡាករបាត់ដំបងអត់ខ្វះដោយសារតែគាត់មានគ្រូបង្វឹកល្អមានការមានវិន័យល្អដោយសារតែសាលាត្រង់ទៅមានគ្រូត្រឹមត្រូវ ហើយយើងមានទីលានស្រាប់ មានទីលានផ្ទាល់ខ្លួនទាំងកីឡាករអត់ហ៊ានធ្វើអីផ្ដេសផ្ដាសអត់ហ៊ានទៅណាទៅណីឬក៏ទៅប៉ះពាល់គ្រឿងសង្វឹងគ្រឿងអីញ៉ៃៗទេហើយមុននឹងការប្រកួតលោកគ្រូគាត់បានដាក់ពិន័យថាអត់ឲ្យមុនការប្រកួតមួយថ្ងៃហ្នឹងអត់ឲ្យញ៉ាំរបស់ហិលអត់ឲ្យញ៉ាំរបស់ជូរភេសជ្ជៈឬក៏របស់ដែលធ្វើឲ្យយើងប៉ះពាល់ហើយបាត់ដំបងសាលាតម្រង់ទឹកបាត់ដំបងទៅខ្វះដោយសារតែគាត់មាន sponsor ពីសហព័ន្ធហើយពេលខ្លះគាត់គេ sponsor បាល់ sponsor អាវ sponsor អីប៉ុន្តែកីឡាករបានខ្វះខាតក្លឹបអត់ខ្វះខាតទេក្រុមអត់ខ្វះខាតទេតែកីឡាករនឹងខ្វះខាតតិចដោយសារតែពេលខ្លះគាត់អត់មានជីវភាពអីចឹងទៅយើងអត់សូវដឹងតែគាត់ពេលខ្ញុំឃើញភាគច្រើនគាត់ស៊ូគាត់យកជ័យជំនះដែលឧបសគ្គនៅមុខគាត់ហ្នឹងគាត់អាចយកជ័យជំនះវាបានហើយគាត់ហាត់ឡើង3ថ្ងៃហ្នឹងគាត់ហាត់ទាំង3ថ្ងៃពុធដល់ថ្ងៃសុក្រនោះត្រាតែគាត់ឈឺនោះត្រាតែគាត់អត់មានអីជីអីបានគាត់ដាក់ច្បាប់ក្នុងគោរពអញ្ចឹងទៅបានក្រុមសាលាក្រុមបាត់ដំបងអាកាដេមីបានអភិវឌ្ឍកាន់មួយកម្រិតទៅមួយកម្រិតចំពោះខ្ញុំកីឡាករដែលខ្ញុំយកគំរូតាមគឺសម្បត្តិសំណាងដោយសារតែគាត់ចេញពីសាលាតម្រង់ទិសខេត្តបាត់ដំបងយើងហើយគាត់បានអភិវឌ្ឍខ្លួនតាំងពីតូចតាំងពីអត់ចេះលេងបាល់រហូតទៅដល់ការមានឱកាសទឹកបាល់ទីហើយឥឡូវគាត់មានឱកាសចប់ជារសជាតិទៀតអុយ19សម្រាប់ខ្ញុំវិញគឺ idol ខ្ញុំហ្មងគឺបងប្រុសចាំវឌ្ឍនាការទោះបីគាត់មិនចេញពីបាត់ដំបងអាកាដេមីក៏ដោយតែខ្ញុំ fan គាត់តាំងក្មេងមកដោយសារតែខ្ញុំមើលទៅគាត់ទៅគឺគាត់ប្រឹងប្រែងវឹកហាត់គាត់ប្រឹងប្រែងក្នុងការលេងគាត់តស៊ូអត់ធ្មត់ទោះបីជាឥឡូវនេះគាត់មានវ័យជ្រេហើយវ័យចំណាស់ហើយចូល30ជាងដែរហើយគាត់មានរបួសប្រចាំខ្លួនទៀតគឺជង្គង់របស់គាត់គឺ ACL ហ្នឹងបាទគឺទោះបីជាគាត់មានរបួសមែនប៉ុន្តែនៅពេលដែលគាត់ជាតិចតួចគាត់អីចឹងគាត់តែងតែនៅតែលួចវឹកហាត់តិចរហូតដល់ពេលខ្លះគាត់លេងបានតិចតួចវិញចឹងខ្ញុំចង់ធ្វើដូចគាត់ដែរដោយសារតែខ្ញុំមើលគាត់ទៅគឺគាត់ល្អគាត់ជាខ្សែប្រយុទ្ធមួយដែលនៅក្នុងប្រទេសរបស់យើងគឺប្រទេសកម្ពុជាហ្នឹងគឺសម្បូរប្រជាជនដែលទទួលស្គាល់គាត់ថាជាកីឡាករល្អជាខ្សែប្រយុទ្ធដ៏មុតស្រួចមួយគឺបងប្រុសចាំវឌ្ឍនាការគឺថា skill របស់គាត់ការញាក់ការលេងរបស់គាត់គឺល្អខ្លាំងមែនទែនជាពិសេសគឺ skill របស់គាត់ហ្នឹងបើថាមួយស្មើឬក៏ពីរមួយទៅរួចមួយគាត់ទេការពីអីហ្នឹងគឺទៅហើយខ្ញុំឆ្លាញ់ជាងគេគឺបាល់ free kick របស់គាត់ហ្មងបាល់ free kick របស់គាត់គឺច្បាស់ខ្លាំងមែនទែនមួយជើងដឹងតែចូលមួយជើងដឹងតែចូលអត់ចេះបាញ់ចាប់បាញ់អីទីគេទេវាភាគរយតិចដែរគាត់បាញ់ចាប់តែភាគរយច្រើនដែលខ្ញុំមើលទៅបាល់ free kick របស់គាត់គឺល្អខ្លាំងមែនទែនក្តីសម័យខ្ញុំចំពោះបាល់តតគឺខ្ពស់ចង់ជន់លើស្មៅដល់កក្រែងដែលមានអ្នកទស្សនាច្រើនមាន fan ច្រើនហើយចាំហូបើគេហៅឈ្មោះយើងនិតគឺកាន់តែល្អដែលជាកីឡាករមួយដែលសំខាន់សម្រាប់ជាតិអូយជាកីឡាករមួយសំខាន់ដោយសារតែខ្ញុំចង់មានកេរ្តិ៍ឈ្មោះល្អក្នុងវិស័យបាល់ទាត់ដូចកីឡាករ Cristiano Ronaldo ដូចអ្នកចាំទី David De Gea អីដែលគេស្គាល់គាត់ថាគាត់ល្អដែលកីឡាករដែលគឺជាកីឡាករពិភពលំដាប់ពិភពលោកខ្ញុំចង់កើតដូចគាត់ដែរខ្ញុំចង់ខ្លាចជាដូចគាត់ខ្ញុំចង់មានកេរ្តិ៍ឈ្មោះដូចគាត់ដែរ
សម្រាប់ខ្ញុំវិញក្តីសម័យធំបំផុតរបស់ខ្ញុំគឺអត់មានអីច្រើនទេគ្រាន់តែចង់ឃើញខ្លួនឯងទៅលេងក្លឹបដែលខ្លួនឯងធ្លាប់សម័យធ្លាប់គិតពីដំបូងមកហើយនឹងចង់ឃើញខ្លួនឯងបានទៅលេងជម្រើសជាតិអុយធំដែលប្រចាំឲ្យប្រទេសរបស់យើងគឺខ្ញុំចង់ឲ្យប្រជាជនរបស់យើងទទួលស្គាល់អ្នកដែលឆ្លាញ់បាល់ទាត់ទទួលស្គាល់ខ្ញុំថាជាកីឡាករមនុស្សដែលល្អដូចគ្នាខ្ញុំដូចខ្ញុំនិយាយពីដំបូងអញ្ចឹងគឺខ្ញុំ fan បងប្រុសចាំវឌ្ឍនាការខ្ញុំចង់ខ្លាចដូចខ្លាចថាខ្ញុំចង់ធ្វើដូចគាត់ធ្វើឲ្យបានដូចគាត់គឺគាត់លេងនៅជម្រើសជាតិខ្ញុំចង់ល្អដូចគាត់អញ្ចឹងគឺខ្ញុំចង់គឺខ្ញុំចង់ទៅលេងនៅជម្រើសជាតិរបស់យើងតែម្ដងហើយខ្ញុំចង់ធ្វើវាឲ្យល្អឲ្យមនុស្សគ្រប់គ្នាទទួលស្គាល់ថាខ្ញុំគឺជាកីឡាករជម្រើសជាតិកម្ពុជាមនុស្សដែលល្អដែលនៅគ្រប់គ្នាទទួលស្គាល់ចំពោះខ្ញុំក្លឹបដែលខ្ញុំចង់ចូលរួមខ្លាំងមែនទែនចង់វឹកហាត់នៅនឹងខ្លាំងគឺបេខានរីកស្វ័យរៀងដោយសារតែបេខានរីកស្វ័យរៀងគឺឃើញថ្នាលយុវជននឹងឈុតធំគឺល្អហើយមានកេរ្តិ៍ឈ្មោះល្អពេលអញ្ចឹងទៅខ្ញុំក៏ឃើញក្លឹបហ្នឹងខ្ញុំស្រឡាញ់បាទបើសិនជាមានឱកាសខ្ញុំមានសមត្ថភាពអភិវឌ្ឍខ្លួនកាន់តែល្អជាងហ្នឹងខ្ញុំចង់ទៅតេស្តនៅបេខានរីកស្វ័យរៀងបើសម្រាប់ខ្ញុំវិញក្លឹបដែលខ្ញុំស្រឡាញ់គឺបឹងកេតក៏ប៉ុន្តែក្លឹបដែលខ្ញុំចង់ទៅគឺស្វាយរៀងនេះគាត់ដែរគឺខ្ញុំមើលគឺឈុតធំរបស់ស្វាយរៀងគឺល្អខ្លាំងមែនទែនអ្នកគ្នាដែលចូលចិត្តនិយមមើលបាល់ទាត់គឺដឹងហើយថាស្វាយរៀងរបស់យើងគឺការលេងគឺទម្រង់លេងរបស់គាត់គឺល្អហើយសម្រាប់កីឡាករវិញគឺគាត់បានទទួលការវឹកហាត់ល្អច្រើនចឹងទៅគឺកីឡាករគឺល្អខ្លាំងមែនទែនដូចអ្នកនរគ្នាបានដឹងហើយថាស្វាយរៀងយើងក៏ធ្លាប់ទៅលេងប៉ះប្រទេសអីគេទេខ្ញុំភ្លេចបាត់តែគឺថាគឺល្អបាល់ហ្នឹងគឺវគ្គ final ហ្នឹងគឺល្អខ្លាំងមែនទែនស្វាយរៀងយើងគឺធ្វើបានល្អហើយគឺគាត់ពេលហ្នឹងគាត់ប្រឹងមែនទែនប៉ុន្តែដោយសារតែបញ្ហាតិចតួចទៅធ្វើគាត់ចាញ់ពេលហ្នឹងក៏ប៉ុន្តែខ្ញុំនៅតែគ្រប់គ្រងស្វាយរៀងដដែលព្រោះថាគឺកីឡាករក្នុងស្វាយរៀងគឺគាត់សិតតែល្អអញ្ចឹងជាក្លឹបមួយដែលខ្ញុំចង់ទៅចង់អភិវឌ្ឍខ្លួនឯងបន្តទៅមុខទៀតរហូតសម្រាប់ខ្ញុំអត់មានច្រើនទេគ្រាន់តែចង់ឲ្យគាត់អាចផ្ដល់ឱកាសឲ្យក្មេងៗដូចពួកខ្ញុំផ្ដល់ឱកាសឲ្យពួកខ្ញុំថាបើសិនជាថ្ងៃណាមួយគាត់បើកការតេស្តការអីចឹងគឺជាឱកាសរបស់ពួកខ្ញុំហីពួកខ្ញុំអាចទៅបញ្ចេញសមត្ថភាពបានអញ្ចឹងសូមឲ្យពួកគាត់មិនថាលោកគ្រូតាមក្លឹបឬលោកគ្រូនៅជម្រើសជាតិទេគឺគាត់អាចផ្ដល់ឱកាសឲ្យពួកខ្ញុំនៅតាមការតេស្តចឹងហីឲ្យពួកខ្ញុំបានបញ្ចេញសមត្ថភាពមិនថាជាប់ឬធ្លាក់ទេក៏ប៉ុន្តែវាជាសមត្ថភាពវាជាឱកាសមួយដែលគាត់បានផ្ដល់ឲ្យពួកយើងធ្វើអញ្ចឹងគាត់ខ្ញុំសំណូមពរថាគាត់តែខ្ញុំសំណូមពរឲ្យគាត់ធ្វើអាការតេស្តហ្នឹងឲ្យច្រើនលើកតិចព្រោះពេលខ្លះកីឡាកររបស់យើងគឺមានច្រើនដែលគាត់ចង់ទៅអញ្ចឹងអ្នកខ្លះក៏ទៅហើយក៏ជាប់អ្នកខ្លះទៅក៏មិនបានជាប់ដោយសារតែសមត្ថភាពខុសគ្នាអញ្ចឹងគឺខ្ញុំសំណូមពរគាត់ថាក្នុងមួយឆ្នាំឬក៏កន្លះឆ្នាំគាត់បើកតេស្តម្ដងអញ្ចឹងដើម្បីឲ្យកីឡាករយើងបានទៅក្លឹបដែលគាត់ចង់ទៅបាទខ្ញុំមានប៉ុណ្្នឹងព្រោះខ្ញុំបទពិសោធន៍សម្រាប់ចង់ប្រាប់ទៅអូនដែលគាត់ទៅចូលហាត់បាល់ឬគាត់ចង់មានថាចូលតំណាងខាតដូចពួកខ្ញុំអីគឺខ្ញុំចង់ឲ្យគាត់មានឆន្ទៈខ្ពស់ហើយបើសិនអាចសុំម៉ាក់ប៉ា support ពីក្រោយដោយសារតែពួកខ្ញុំអត់សូវមានអ្នក support ចឹងបាក់តិចចាំបើមានអ្នក support គឺកាន់តែល្អហើយកុំឲ្យគាត់លេងទូរស័ព្ទច្រើនហើយកុំឲ្យពេលគាត់លេងពេលយើងលេងបាល់ទៅគឺអាចជិះវៀងច្រើនជិះវៀងពីគ្រឿងញៀនជិះវៀងពីរបស់របរដែលវាខុសច្បាប់អីចឹងទៅជាការលេងបាល់ហើយក៏វាផ្ដល់នៅសុខភាពល្អដែរ
chẳng tới trong ngày cót lên bal miền chăn tệ rồi còn miền cây sầm mạch cua châu hát cứ cót miền cả cứ ca miền chăn tệ cua răng prai vật hát hay bà khơi crom na cót cất tha ai bà cọp nên năng bàn lõ cứ cót châu từ tè từ đôi là rong tư chẳng cứ cọt miền cát tè lục tru cọt cát miền mực vật hạt bạc lo chẳng cứ mùi năm rồi co là năm mấy cọt bao cát tè tè là co tôi bắt đầu đá là co tôi chẳng chẳng những ai áp dụng luôn nơi lại năng bàn សម្រាប់ខ្ញុំវិញដែល5ទៅបងប្អូនថាបើសិនជាស្រឡាញ់បាល់ទាត់យើងចង់ជោគជ័យនៅក្នុងវិស័យមួយនេះយើងត្រូវតែខំប្រឹងប្រែងវឹកហាត់មានឆន្ទៈខ្ពស់យើងត្រូវមានក្តីសម័យរបស់យើងថាយើងចង់ខ្លាចជាអ្វីនៅថ្ងៃខាងមុខយើងត្រូវគិតពីអនាគតរបស់យើងមិនថាយើងមកផ្ដោតលើបាល់ទាត់ទាំងអស់ទេសំខាន់ការសិក្សាផងដែរយើងត្រូវបែងចែកពេលវេលាច្បាស់លាស់ម៉ោងរៀនយើងរៀនម៉ោងលេងយើងលេងម៉ោងហាត់បាល់យើងត្រូវមកហាត់បាល់យើងត្រូវមានឆន្ទៈខ្ពស់តិចដោយសារតែបាល់ទាត់ត្រូវការមនុស្សដែលមានឆន្ទៈខ្ពស់ទើបអាចជោគជ័យបានហើយសម្រាប់ខ្ញុំមួយទៀតគឺតាមខ្ញុំមើលឥឡូវក្មេងៗត្រឹម9ទៅ10ឆ្នាំ11ឆ្នាំអីចឹងគឺចាប់ផ្ដើមទៅអស់ហើយអាខាងអ្នកគ្នាដឹងហើយសង្គមសពថ្ងៃឥឡូវក្មេងៗតែ10 11ឆ្នាំអីហ្នឹងចេះអស់ហើយអារឿងផ្សែងអីហ្នឹងគឺហោះម៉ូតូហោះអីក្មេងស្ទាវពីលាវ៉ាសាអញ្ចឹងគឺវាអត់ល្អទេថាបងប្អូនដែលគាត់លេងបាល់ទាត់ដែលមកពីក្រោយអាយុ6 7ឆ្នាំ8ឆ្នាំដែលគាត់ចូលហាត់បាល់ទាត់ហ្នឹងគឺខ្ញុំសុំថាកុំឲ្យគាត់ទៅប៉ះពាល់អាផ្សែងអីហ្នឹងវាអត់ល្អទេយើងជាអ្នកលេងកីឡាគឺយើងត្រូវជៀសឆ្ងាយពីអាហ្នឹងតែម្ដងព្រោះវាអាចនឹងប៉ះពាល់ដល់សួតរបស់យើងហើយយើងនឹងបើសិនជាយើងប្រើប្រាស់វាទៅការលេងរបស់យើងក៏វាអត់ល្អដែរវាហត់វាអីវាពិបាកក្នុងខ្លួនអញ្ចឹងខ្ញុំសូមឲ្យបងប្អូនកុំធ្វើរឿងបែបហ្នឹងបើសិនជាយើងស្រឡាញ់បាល់ទាត់ហើយស្រឡាញ់ខ្លួនឯងស្រឡាញ់គ្រួសារស្រឡាញ់សង្គមជាតិយើងកុំធ្វើរឿងបែបហ្នឹងទាំងអស់អញ្ចឹងគឺខ្ញុំអត់មានអីច្រើនទៀតទេគ្រាន់តែចង់ឲ្យបងប្អូនខំប្រឹងប្រែងវឹកហាត់បន្តដើម្បីក្តីសម័យខ្លួនឯងហើយនឹងធ្វើឲ្យខ្លួនឯងជោគជ័យនៅថ្ងៃខាងមុខអរគុណពុកម៉ែបងប្អូនទាំងអស់គ្នានៅtrongវីដេអូនេះខ្ញុំគ្រាន់តែអរគុណទៅកាន់អ្នកទាំងអស់គ្នាដែលបានទស្សនានៅคลิปវីដេអូខ្លីមួយនេះខ្ញុំអត់មានអីច្រើនទេក្រៅពីម្រាមដៃ10ដែលអរគុណពុកម៉ែបងប្អូននឹងខ្លាំងមែនទែនដែលបានទស្សនានៅវីដេអូនេះខ្ញុំគ្រាន់តែចង់ថតវីដេអូនេះលើកឡើងអំពីជីវប្រវត្តិរបស់ខ្ញុំដែលខ្ញុំប្រកបអាជីពជីវប្រវត្តិរបស់ខ្ញុំជីវប្រវត្តិពួកខ្ញុំនៅក្នុងវិស័យបាល់ទាត់មួយនេះគ្រាន់តែថតគ្រាន់តែនិយាយអំពីជីវប្រវត្តិរបស់ខ្ញុំចង់ឲ្យក្មេងៗជំនាន់ក្រោយគាត់យកគំរូតាមគាត់មើលឃើញគាត់ចង់ធ្វើដូចខ្ញុំដែលបានមកលេងតំណាងខេត្តតំណាងអីចឹងបាទជាចុងក្រោយគឺសូមអរគុណម្ដងទៀត